បើយើងនិយាយអំពីភាសាវិទ្យាសាស្ត្រវិញគេថាកសាងវាសនាគឺយើងត្រូវតែកសាង algorithm algorithm វានឹងកសាងនៅ rhythm rhythm វានឹងជំរុញនៅ momentum momentum វានឹងកសាងជោគវាសនាយើងឡើងនេះគឺជាភាសាវិទ្យាសាស្ត្រគឺអញ្ចឹង algorithm គឺជាក្បួនគណនាវាប្រៀបដូចជាឫសគល់នៃសំណង់វាសនា rhythm គឺជាចង្វាក់នៃចលនាវាប្រៀបដូចជាចរន្តវាប្រៀបដូចជាផ្លូវនៃសំណង់វាសនា momentum គឺជាសន្ទុះឡើងសន្ទុះកើនឡើងវាប្រៀបដូចជាការរីកចម្រើននៃសំណង់វាសនារបស់យើងក្នុងភាសាបច្ចេកវិទ្យាគឺគេសាងសង់សំណង់វាសនាឡើងដោយខ្លួនគេតាមទម្រង់បច្ចេកវិទ្យាដើម្បីកសាងជីវិតរបស់យើងឲ្យរុងរឿងឡើងស្របតាមសម័យបច្ចេកវិទ្យាដូចជាកសាង algorithm របស់ YouTube Facebook TikTok Instagram និង platform ផ្សេងៗជាដើមគឺដូចគ្នាកសាងជីវិតរបស់យើងក៏ដូចគ្នាដែរគឺកសាងមេគុណដំបូងនៃត្រីនិសាយនៃចក្ខុវិស័យរបស់វាសនាហៅថាកសាងរូបមន្តវាសនាដោយព្រះពុទ្ធបានប្រាប់យើងចឹងអត្តាហេអត្តនោនាថោនេះគឺជាគ្រឹះនេះគឺជាគ្រឹះហើយរូបមន្តហ្នឹងយកមកកសាងទម្លាប់កសាងវិន័យយើងមកយើងធ្វើអ្វីជារៀងរហូតជាទម្លាប់របស់យើងវានឹងជំរុញយើងឲ្យคล้ายទៅនឹងហើយលទ្ធផលចុងក្រោយយើងនឹងคล้ายទៅជាអញ្ចឹង